ទៅនេះខ្ញុំណាសុំទោសខ្ញុំសិនរឿងអីទេគឺរឿងដែលនាងជ័យខ្ញុំហើយច្រើនខ្ញុំឲ្យដួលស្ទើរតែឆ្លោះចង្កេះទៅហើយអត់ទេណែដែលខ្ញុំធ្វើឲ្យនាងជួយខ្លួនខ្ញុំសុំទោសណាហេតុអីក៏នាងមិនសុំទោសខ្ញុំវិញតែបើសិនជាលោកមិនបានមកបុកខ្ញុំវាក៏មិនច្រឡំគ្នាបែបនេះដែរហើយខ្ញុំក៏មិនយល់ច្រឡំថាលោកមកដំណាំតាក់ស៊ីរបស់ខ្ញុំទាំងអស់នេះវាជាកំហុសរបស់លោកតែម្នាក់គត់អញ្ចឹងហើយខ្ញុំមិនចាំបាច់សុំទោសលោកទេយកទៅលីឡើងឡើងទេបើតាស់តែប៉ុន្តែបទនេះពីរោះណាស់ណា DJ ក៏និយាយកំ pl ែងទៀតអូយជាអ្នកណាក៏ខ្ញុំមិនខ្វល់ដែរប្របបបរទេសខ្ញុំស្ដាប់បន្តិចទៅហើយបើលឿនបន្តិចផងទៅផ្លូវកាត់ក៏បានដែរលោកប៉ាខ្ញុំឈឺធ្ងន់ណាស់ខ្ញុំប្រយ័ត្នទៅមើលគាត់បាទឯងបានវលីមកវិញហាញ់តើនៅធ្វើមុខកញ្ញើធ្វើអីទៀតនឹកឃើញនាងកូនស្រីអ្នកមាននោះក្តៅមិនទាន់បាត់ទេវិញមកជួយជួយយើងញ៉ាំងខ្លួនឯងជាអ្នកខុសសោះនឹងណាហើយពួកកូនដែលមានគឺអញ្ចឹងឯងត្រូវគេទំនើងរហូតដល់ធំធ្លាប់អស់ទៅហើយនេះបើប្រិយមិត្តគេដឹងថា DJ Fanchit ដួលលើដីហើយឆ្លោះតាគៀកបែបនេះច្បាស់ជាផ្ញើផ្អើលហើយចាំយើងទូរស័ព្ទទៅទេមិនទេពេលដែលយើងទៅបរទេសពួកគេមកជូនដំណើរហើយពេលយើងត្រឡប់មកវិញឲ្យគេមកទទួលទានអញ្ចឹងក្រែងចិត្តណាយើងមិនចង់ឲ្យគេលំបាកដោយសារយើងទេឆាប់ទៅល្អជាងយើងប្រញាប់ធ្វើការបាទសូមជើញចាំបាច់ឲ្យស្វាហាប់បន្តិចទៅមើលអូយតែលោកម្ចាស់ចុកត្រង់ណាដែរចុកពេញតែខ្លួននឹងនេះមិនបាយអាប់ទេអូអរគុណបាទអរគុណមករកអ្នកណាគេដែរមិនដែរឃើញរូបខ្ញុំនៅក្នុងផ្ទះនេះទេអូយអ្នកនាងតូចចាំតិចចាគឺធ្លាប់ឃើញតែក្នុងរូបថតមិនស្មានថារូបពិតស្អាតយ៉ាងនេះសោះតាលីចាអ្នកនាងចាំខ្ញុំទៅជម្រាបលោកប្រុសថាអ្នកនាងមកវិញហើយសុខសិនចាគ្រូពេទ្យឲ្យប៉ាចេញពីមន្ទីរពេទ្យហើយលោកគ្រូពេទ្យលោកប្រុសគេនៅមន្ទីរពេទ្យស្អីគេទៅខ្ញុំនៅទីនេះ3ឆ្នាំហើយមិនដែលឃើញលោកប្រុសគេមន្ទីរពេទ្យទេអមវ៉ាន់ប្រាប់ថាលោកប៉ាឈឺធ្ងន់ណាស់ឲ្យខ្ញុំញ៉ាំមកវិញពិតមែនហើយឈឺធ្ងន់ខ្លាំងណាស់នេះអមវ៉ាន់រួមដៃជាមួយលោកប៉ាក៏ហៅឲ្យខ្ញុំត្រឡប់មកវិញតែមែនទេប្រាប់ភ្លាមមកបើមិនប្រាប់ទេយ៉ាងដេញយ៉ាងចោលស្រួលខ្លួនណាស់លោកបងកុំរវល់ទៅអានកសាច់ទៀតប្រញាប់ទៅញ៉ាំកាហ្វេហើយឡើងសម្រានទៅបង្ខំយើងមិនបានក៏ទៅតាមប្រពន្ធយើងមកមែនទេមកពីលោកប្រុសអត់ស្ដាប់ខ្ញុំត្រូវទៅធ្វើបែបនេះឯងតាប់តែបើអ្នកនាងខិតមកវិញឃើញបងអង្គុយបែបនេះគឺផ្អើលមិនខានអូយពេលនេះកូនផេតទឹកទៅមកដល់ពលានយន្តហោះទេដឹងតម្រាំតែផុតពីស្ទះចរាចរណ៍រាប់ម៉ោងអង្គុយលេងផឹកកាហ្វេពី3កែវក៏បានដែរណាត
ប្រកាសហើយឯថាតន់ ប្រកាសណាស់ 100%អូយកូនផេត ចាលោកប៉ា លោកម្ចាស់ធ្វើជាប្រកាសអូយឈឺក្បាលណាឈឺក្បាលលោកម្ចាស់កុំកាត់អីអសណាលោកម្ចាស់អូយឆាប់ទៅទីពេទ្យទៅឆាប់ឡើងអូឈឺក្បាលឆាប់ឡើងទៅទីពេទ្យខ្ញុំទៅមិនបាច់ទៅលោកម្ចាស់គាត់ប្រកាសចិត្តស្លាប់ហើយ ស្លាប់ទេលោកប៉ាឆាប់សម្រាប់លក្ខខណ្ឌទៀតទៅយើងឲ្យប្រាប់ការប៉ັດដល់ខ្ញុំអស់ហើយសុំទោសចា ที่เราได้พบเจอกันต้องโทษฟ้าที่แกล้งนำพาให้มารักกัน លោកប៉ាបើខ្ញុំមកវិញស្អីទៅ ព្រោះឯងរៀនចំនឹងហើយបានជាប៉ាចង់ឲ្យឯងមកជួយការងាររោងចក្រណា អ្នកនាងញ៉ាំទឹកសិនទៅដើម្បីឲ្យស្ងប់អារម្មណ៍នេះចាអ្នកនាងតិចខ្ញុំមិនជួយទេទ្រព្យសម្បត្តិរបស់លោកប៉ាជាកម្មសិទ្ធិរបស់ម៉ាក់ពាក់កណ្ដាលខ្ញុំមិនធ្វើការទេខ្ញុំនឹងកេងស៊ីទ្រព្យសម្បត្តិម៉ាក់ឲ្យអស់មិនឲ្យអ្នកណាមកបំផ្លាញទ្រព្យសម្បត្តិម៉ាក់ជាដាច់ខាត ណែផែនអូនដានេះគឺគ្មានចេតនាចង់បានទ្រព្យសម្បត្តិស្អីនោះទេល្មមឈប់ប្រកាន់លើគេទៅបានទេ នាងមកជាប្រាកដនិយាយបោកប្រាស់លោកប៉ាជាមិនខានទេបានជាគាត់ជឿថានាងមិនត្រូវការទ្រព្យសម្បត្តិ ផែនឈប់ចោលប្រកាន់អូនដាទៅណាណែកូនផែនទោះជាកូនមិនចូលចិត្តគេក៏គប់បីទុកមុខខ្លះទៅពីព្រោះថាគេជាប្រពន្ធប៉ាណា ពេលជាប្រពន្ធប៉ាតែគេមិនមែនជាម្ដាយខ្ញុំទេខ្ញុំស្អប់គេដល់ឆ្អឹងកុំថាឡើយតែប្រើសម្ដីប្រមាថណាលោកប៉ាលើពីនេះក៏ខ្ញុំធ្វើបានដែរព្រោះខ្ញុំស្អប់គេ កូនផែន អូអ្នកនាង កូនផែន កុំធ្វើចឹងឲ្យអ្នកនាង បានហើយកូនផែន កុំធ្វើចឹងគ្រាន់តែចេះទឹកលើគេប៉ុណ្ណេះលោកប៉ាកុំបារម្ភវានៅឈឺតិចជាងខ្ញុំដែលត្រូវគេដណ្ដើមប៉ាទេ កូនផែនប៉ាសុំណា បើប៉ាងប់ងល់នឹងប្រពន្ធក្មេងងាប់ក្បាលមិនរួចបាត់នេះអញ្ចឹងប៉ានៅសោកសុខជាមួយគ្នាទៅពីរនាក់ទេខ្ញុំនឹងទៅបារាំងវិញអ្នកនាងផេត ឯងដោះស្លាប់ហើយមែនទេផែន សំលុយផង អត់ទេយើងមិនឲ្យទេ I don't care ដូចជាប៉ាមិនឲ្យក៏ខ្ញុំមិនខ្វល់ព្រោះថាគ្រឿងអលង្ការកវិលនាឡិកាដែលនៅលើខ្លួនរបស់ខ្ញុំនេះគឺតែដែលខ្ញុំលក់ទៅអាចទិញសម្បត្តិយន្តហោះបាននិងអាចរកបានមួយខែទៀតផងមិនសិនពីប៉ាក៏បានដែរបងឆាប់ទៅតាមផេតមកវិញមក បធូអើយកូនផែន មិនខ្ចីអង្វរទេ ណែកូនផែនប៉ាមិនឲ្យកូនទៅណាទេកូនត្រូវទៅនៅទីនេះ លែងទេខ្ញុំមិននៅទេលែងខ្ញុំទៅខ្ញុំមិនទៅលែងទៅប៉ា និយាយមិនចេះស្ដាប់គ្នាទេហើយចង់ទៅណាបើឯងឈានជើងចេញពីផ្ទះប៉ាមួយជំហានណាប៉ាប្រគល់ទ្រព្យសម្បត្តិឲ្យម៉ាក់ឯងហួសហែងទ្រព្យសម្បត្តិណាមែនទេ ប៉ា ឯងគិតមើលទៅឯងចង់ទៅណាទៅបរទេសទៅតែងខ្លួនឲ្យស្អាតឬក៏នៅទីនេះយកទ្រព្យសម្បត្តិម្ដាយឯងគិតមើលទៅ